គឺអាម្នាក់នឹងហើយវាសង់ស្ពានខ្លួនឯងហើយមិនព្រមឲ្យគេឆ្លងដោយឥតគិតថ្លៃទៀតពូឈិនពូនិយាយអីហ្នឹងលោកលីវថ្លៃឆ្លងស្ពាននឹងមិនអាចឲ្យលោកម្នាក់ឯងយកបានទេត្រូវតែបែងចែកឲ្យស្មើគ្នាក្នុងភូមិត្រូវតែអីចឹងស្ពាននឹងគឺសម្រាប់ឲ្យអ្នកភូមិដើរដូច្នេះលុយនឹងក៏ត្រូវតែជារបស់អ្នកភូមិដែរពួកអ្នកឯងនិយាយមែនហ្នឹងចិនតាធំឯងសង់ស្ពានខុសច្បាប់ហើយយកលុយតាមចិត្តបែបនេះចាប់ខ្លួនវាទៅលោកលីវមានគេរីការឈ្មោះពិតមកហើយសូមលោកសហការជាមួយយើងដើម្បីពិនិត្យមើលពូឈិនស្ពាននឹងគឺខ្ញុំចំណាយលុយផ្ទាល់ខ្លួនអស់200000ឯណោះវិទ្យាបត្រមានគ្រប់គ្រាន់គឺចំណាយលុយផ្ទាល់ខ្លួនពិតមែនតើបានយកថ្លៃឆ្លងស្ពាននឹងយូរហើយឬនៅមិនដល់2ខែផងបានលុយជាង10000បន្តិចបន្តួចប៉ុណ្ណោះរាល់ការចំណាយគឺខ្ញុំកត់ត្រាទុកទាំងអស់ឡានអ្នកណាឆ្លងថ្ងៃណាហើយតម្លៃប៉ុន្មានបានតែ10000ខ្មោចណាជឿលោកប្រកាសជាធ្វើបញ្ជីខ្លាំងៗហើយដើមទុន20000តែរកបានមិនដល់10000ផងតើអ្នកចង់ចែកអីចង់ចែកបំណុល190,000ដែលខ្ញុំជំពាក់គេមែនទេអ្នកណាឲ្យលោកសង់ខ្លួនឯងយើងមិនបានសុំឲ្យលោកសង់ឯណាលោកនិយាយអីណានិយាយម្ដងទៀតមើលកុំស្ដាប់គាត់និយាយផ្ដេសផ្ដាសអីកែននេះអ្នកណាក៏ចេះធ្វើដែរមែនហើយគឺច្បាស់ជាមានរឿងមិនស្រួលហើយបើមិនចែកថ្លៃឆ្លងស្ពានស្មើគ្នាទេគឺត្រូវតែរុះរើវាចោលស្ងប់អារម្មណ៍ទាំងអស់គ្នាលីងយួនលោកជួយសហការជាមួយពួកយើងផ្អាកការប្រើប្រាស់ស្ពាននេះសិនទៅពួកអ្នកនៅមានសិទ្ធិសម្បត្តិខ្លះទេហ្នឹងផ្ទះខ្ញុំដើម្បីសាងសង់ស្ពានមួយញឹងសូម្បីតែថ្លៃសិក្សារបស់កូនក៏យកទៅចំណាយអស់ដែរពេលពួកអ្នកឆ្លងស្ពានហេតុអ្វីមិននិយាយអញ្ចឹងអ្នកណាឲ្យពួកអ្នកចំណាយទៅពួកអ្នកខ្លួនឯងទេដែលស្ម័គ្រចិត្តពូឈឿនចៅពូទៅរៀនឆ្លងស្ពាននឹងរាល់ថ្ងៃពូភ្លេចហើយឬថាពីមុនពូអង្វរផ្ទះខ្ញុំឲ្យសាងសង់វាដោយរបៀបណាគ្រប់គ្រាន់ហើយឈប់ទៅថ្ងៃនេះត្រឹមនេះចុះស្ពានផ្អាកប្រើប្រាស់សិនរងចាំលទ្ធផលត្រួតពិនិត្យឥឡូវអត់ចង់តាំងជាមួយពូយើងមែនទេបើមិនចែកស្មើគ្នាទេគឺត្រូវរុះរើវាចោលអញរើសយកទៅធ្វើតាមអ្វីដែលពួកគេនិយាយទៅចែកថ្លៃចំណាយឲ្យស្មើគ្នាលោកម្ចាស់វាងមែនហើយគឺខ្ញុំលីងយួនលោករកលោកម្ចាស់វាងធ្វើអ្វីការប្រើប្រាស់ស្ពានមួយនោះសម្ភារៈទាំងនោះខ្ញុំលក់អស់ហើយលក់តាមតម្លៃដាច់អេតចាយត្រូវតែដោះស្រាយឲ្យលឿនបំផុតខ្ញុំគាំទ្រអ្នកចិត្តមនុស្សវាខូចអស់ហើយទោះបីជាលូស៊ីវទឺល្អយ៉ាងណាក៏គ្មានប្រយោជន៍ដែរបងយួនអរគុណច្រើនណាស់ដែលលើស្ពាននេះពិតជាស្រួលមែនដេកម្ដងទៀតទៅព្រោះក្រោយពីនេះទៅគឺលែងមានទៀតហើយលីវយ៉ាពេលប៉ូលីសទៅបាត់អញចង់ធ្វើដូចគ្មានរឿងអីកើតឡើងមែនទេរឿងថ្លៃឆ្លងស្ពានថ្ងៃនេះត្រូវតែនិយាយឲ្យច្បាស់ស្ពាននេះអ្នកទាំងអស់គ្នាប្រើឯងមិនអាចលេបលុយម្នាក់ឯងបានទេ20000នឹងខ្ញុំជាអ្នកចេញថ្លៃឆ្លងស្ពានសរុបប្រមូលបានមិនដល់10000ផងអ្នកណាចង់បានចំណែកក៏បានដែរតែត្រូវសង190,000ដែលជំពាក់ខ្ញុំសិនគឺឯងខ្លួនឯងទេដែលចង់សាងសង់យើងមិនបានសុំឯងឲ្យធ្វើទេណាលីវឡាវសានខែមុនឯងឆ្លងស្ពាន47ដងមិនដែលខកខានម្ដងណាទេរាល់ការឆ្លងគឺមានកត់ត្រាទុកទាំងអស់ឡានមកពីភូមិក្រៅមួយដង$10តែអ្នកភូមិយើងខ្ញុំមិនបានយក1សេនទេចុះឯងក៏បានយកលុយពីអ្នកភូមិក្រៅដែរនឹងបើមិនយកលុយតាយកអីទៅថែទាំជើងស្ពានត្រូវពង្រឹងក៏ត្រូវការលុយថែទាំផ្ទៃស្ពានក៏ត្រូវការលុយដែរគុំទៅជឿសម្ដីគេផ្ដេសផ្ដាសលុយនឹងគេប្រកាសជាលាក់ទុកអស់ហើយពិតមែនហើយត្រូវតែមានរឿងមិនប្រក្រតីហើយឯងជាអ្នកកត់ត្រាម្នាក់ឯងចង់និយាយថាម៉េចក៏បានដែរពូជេនក្នុងសិភៅនេះរាល់ការចំណាយទាំងអស់សុទ្ធតែមានហត្ថលេខានិងស្នាមមេដៃរបស់អ្នកបងលុយហត្ថលេខាក៏អាចខ្លាញ់បន្លំបានដែរបើមិនអញ្ចឹងទេពួកគេមិនមែនកំពុងតែអ្វីដែលកត់ក្នុងសិភៅនេះមិនមែនមានតែរឿងលុយកាក់ទេថ្ងៃទី12ខែមីនាកូនប្រសាស្រីអញឈឺពោះសម្រាលកូនកណ្ដាលយប់ឯងមកលុតជង្គង់នៅមុខផ្ទះខ្ញុំហើយនិយាយថាលីនយួនឲ្យជួយសង្គ្រោះផងថ្ងៃទី5ខែមេសាឡានដឹកជីរបស់ឯងជាប់ផុងនៅមាត់ទន្លេឯងក៏មកសុំឲ្យខ្ញុំជួយថ្ងៃទី20ខែឧសភាកូនរបស់មីងចៅប្រឡងខ្ញុំសិក្សាបើមិនឆ្លងស្ពាននឹងទេគឺប្រកាសជាទៅប្រឡងមិនទាន់ឈប់និយាយទៅគុំនិយាយទៀតអីលីនយួនឲ្យពួកយើងពិតជាដឹងគុណអញណាស់ប៉ុន្តែពូឈិនគាត់ថាបើស្ពាននឹងអាចយកលុយមកចែកគ្នាបានចុងឆ្នាំម្នាក់ប្រហែលជាបានលុយច្រើនគួរសម្ដែងអញ្ចឹងបានន័យថាមុនសិការបស់ឯងមានតម្លៃត្រឹមតែប៉ុណ្ណឹងមែនទេអ្នកទាំងអស់គ្នាស្ដាប់ណាបើថ្ងៃនេះគាត់មិនព្រមទេពួកយើងមិនបាច់ទៅណាទាំងអស់ពួកឯងចង់ធ្វើស្អីហ្នឹងចែកលុយគ្នាទៅបានពួកយើងនៅតែជាអ្នកភូមិជាមួយគ្នាបានពួកឯងគិតថាបង្ខំខ្ញុំឲ្យអាចយកលុយបានមែនទេលីនយួនខ្ញុំឲ្យមុខឯងពេកហើយមែនទេជឿអត់ថាខ្ញុំនឹងទៅប្តឹងទៀតទាំងរឿងសាងសង់ខុសច្បាប់ទាំងរឿងយកលុយខុសច្បាប់ខ្ញុំអាចប្តឹងឯងបានគ្រប់រឿងទាំងអស់ពួកគេទៅបាត់ហើយនិយាយគ្នាអស់ពីម៉ោងនិយាយចុះនិយាយឡើងក៏នៅតែរឿងចែកលុយហ្នឹងចង់បានលុយមែនទេពួកគេកំពុងតែលេងល្បែងចង់ឲ្យខ្ញុំចុះចាញ់ហើយស្អែកព្រឹកនេះក្រុមរុះរើស្ពានខ្ញុំនឹងជួយអ្នករ៉ាប់រងរឿងនេះលុយ20000នឹងខ្ញុំជាអ្នកចេញម្នាក់ឯងហើយដៃពីការរុះរើស្ពានខ្ញុំនឹងលក់វាម្នាក់ឯងលើកនេះខ្ញុំត្រូវតែឲ្យពួកគេចងចាំថាផ្លូវមិនមែនធ្លាក់ចុះមកពីលើមេឃទេណាប៉ាគិតថាលីនយួននឹងព្រមចុះចាញ់មែនទេទោះគេមិនព្រមក៏ត្រូវតែព្រមដែរអ្នកភូមិទាំងអស់នឹងឈរខាងខ្ញុំពួកឯងមានសល់មុនសកាខ្លះអត់ហ្នឹងខ្ញុំនេះដើម្បីសាងសង់ស្ពានមួយនោះខ្ញុំយកលុយថ្លៃរៀនរបស់កូនទៅបង់អស់ហើយ
ពួកឯងមើលខ្លួនឯងទៅមើលក្នុងសៀវភៅសន្សំនៅសល់លុយប៉ុន្មាននៅសល់តែ500យួនទេពូឈិនពូអញចៅពូទៅរៀនរាល់ថ្ងៃត្រូវដើរឆ្លងស្ពាននឹងពូភ្លេចហើយមែនទេកាលពីកន្លះឆ្នាំមុនពូនិយាយថាលីនយួនការដែលអញសាងសង់ស្ពាននេះគឺជារឿងកុសលខ្ញុំមិនដឹងថាអញកំពុងនិយាយពីអ្វីទេឪពុកឲ្យហាក់ដូចជាផ្ទះយើងលែងមានលុយហើយពិតមកទៅលុយប្រកាសជាទុកនៅកន្លែងផ្សេងហើយអាមួយនេះវាឆ្លាតណាស់នរណាទៅដឹងថាវាលាក់ទុកនៅឯណាលីនយួនមីងនិយាយតាមត្រង់ចុះស្ពានរបស់អញពិតជាជួយសម្រួលដល់អ្នកភូមិមែនប៉ុន្តែអញម្នាក់ឯងជាអ្នកយកលុយថ្លៃឆ្លងស្ពាននេះអ្នកភូមិគេមិនសប្បាយចិត្តទេណាមីងឆិនកូនប្រសាមីងសម្រាលកូនពិបាកកាលពីខែមុនម៉ោង3ព្រឹកខ្ញុំបើកម៉ូតូកង់3ជូនពួកមីងឆ្លងស្ពានខ្ញុំធ្លាប់យកលុយមីង1 សេនទេឯងនិយាយមកមើលថាខ្ញុំធ្លាប់យកទេទៅត្រឡប់ទៅផ្ទះវិញទៅខ្មាស់គេណាកុំចាញ់បោកវាដែលធ្វើជាគួរឲ្យអាណិតនោះអ្នកទាំងអស់គ្នាស្ងប់អារម្មណ៍សិនទៅអង្គុយចុះសិនមកយើងនិយាយរឿងរ៉ាវដើមហេតុឲ្យច្បាស់លាស់ទាំងអស់គ្នាអ្នកទាំងអស់គ្នាសុខចិត្តរងចាំសិនទៅចាំរៀបរាប់រឿងរ៉ាវឲ្យច្បាស់លាស់សិនចាំយើងរៀបចំផែនការបន្តទៀតបានខ្ញុំនឹងសហការបែកគ្នាទៅកុំមកឈររងមុខផ្ទះគេអីលោកចៅហ្វាយឲ្យធ្វើបែបនេះត្រូវវៀងផ្លូវឆ្ងាយណាស់ណាមិញនេះអ្នកឯងទេដែលស្រែកឲ្យរុះរើខ្លាំងជាងគេខ្ញុំគ្រាន់តែនិយាយថាចង់រុះរើវាតែមិនបានឲ្យរុះរើពិតមែនឯណាមែនទេហត់នឿយពេញមួយថ្ងៃហើយអ្នកមិនបានញ៉ាំអីសំបីតែមួយមាត់ព្រឹកស្អែកនេះក្រុមរុះរើស្ពាននឹងចូលមកដល់ហើយមិញនេះលក់ឲ្យថៅកែវ៉ាងហើយមែនទេលក់ហើយគិតតាមតម្លៃដែកបានប្រហែលជាង80000លក់ក៏លក់ទៅឲ្យគេឈប់មកតាមរំខានរាល់ថ្ងៃ200,000យកមកវិញបានតែ80000តែលើកនេះខ្ញុំនឹងឲ្យពួកគេចងចាំថាតម្លៃនៃការលោភលន់វាថ្លៃជាង80000ទៅទៀតពិតជាចាត់ការមែនប៉ាអាឆាវវាឈួតហើយតើស្អែកនេះយើងចូលក្រុងដឹកទំនិញដោយរបៀបណាទៅខ្លាចអីឆ្ងាយបន្តិចមិនអីទេមិនប៉ុន្មានថ្ងៃវានឹងត្រឡប់មកដូចដើមវិញហើយរងចាំបន្តិចទៅអ្វីដែលអ្នកទើបតែនិយាយមិញនឹងជារឿងពិតមែនទេដែលថាទាំងនោះគឺជាលុយដែលគ្រួសារយើងសន្សំអស់រយៈពេល10ឆ្នាំមកហើយថ្លៃសិក្សាកូនខ្ចីបងប្អូនខាងប្រពន្ធសិនទៅចាំខ្ញុំសង្វិញខ្ញុំមិនមែននិយាយរឿងថ្លៃសិក្សាទេខ្ញុំកំពុងនិយាយរឿងស្ពាននោះតើអ្នកចង់រុះរើវាដើម្បីលក់ជាដែកឥតចៃមែនទេមិនរុះរើទុកធ្វើអីចាំឲ្យឆេនឈឺនាំមនុស្សមកចែកលុយឬប៉ុន្តែយើងទ្រាំបន្តិចទៅពួកគេរុះរើទ្វារផ្ទះខ្ញុំដណ្ដើមសៀវភៅកណេខ្ញុំដណ្ដើមទីធ្លាផ្ទះខ្ញុំហើយអ្នកឲ្យខ្ញុំទ្រាំទៀតឬខ្ញុំគ្រាន់តែខ្លាចថាអ្នកដោយសារតែខឹងពេកធ្វើរឿងអ្វីដែលត្រូវស្ដាយក្រោយអ្វីដែលខ្ញុំស្ដាយក្រោយនោះគឺដោយសារតែខ្ញុំគិតថាការសាងសង់ស្ពានអាចកែប្រែចិត្តមនុស្សបានបើអញ្ចឹងរុះរើទៅខ្ញុំគ្រប់គ្រងអ្នកលុយសន្សំ10ឆ្នាំចាត់ទុកថាឲ្យឆ្កែស៊ីទៅចុះប៉ុន្តែចាប់ពីពេលនេះទៅអ្នកណាដែលចង់កេងចំណេញពីគ្រួសារយើងទៀតត្រូវសួរខ្ញុំសិនថាខ្ញុំយកព្រមឬអត់លោកលេងខ្ញុំទើបតែពិនិត្យមើលមិញដែកថាទាំងនោះបើលក់តាមតម្លៃអេតចាយទីផ្សារគឺបានប្រហែល8-9ម៉ឺនប៉ុន្តែខ្ញុំដែកនៅលើស្ពានរបស់អ្នកជារបស់ល្អខ្ញុំនិយាយការពិតប្រាប់អ្នកចុះបើលក់បន្តអាចបានលើសពី200,000យកបែបនេះចុះខ្ញុំឲ្យតម្លៃពិតប្រាកដអ្នកគឺ130,000ត្រូវរុះរើចេញក្នុងរយៈពេល3ថ្ងៃអ្នកពិចារណាឲ្យច្បាស់ទៅមិនបាច់ពិចារណាទេយកតម្លៃនឹងចុះតែមានលក្ខខណ្ឌមួយអ្នកនិយាយមកស្អែកភ្លឺភ្លាមត្រូវចូលការងារភ្លាមខ្ញុំចង់បានលឿនបានស្អែកម៉ោង5:01ព្រឹកក្រុមការងារនឹងទៅដល់អ្នកភូមិឃើញស្អែកនេះគេនឹងបង្កចំនួនមិនខានទុកឲ្យគេបង្កទៅពូឈិនប្រកាសជាមកមិនខានខ្លាចតែគាត់មិនមកទេចិត្តមនុស្សខូចអស់ហើយទោះធ្វើផ្លូវល្អប៉ុណ្ណាក៏គ្មានប្រយោជន៍ដែរគ្រូនិយាយថាថ្លៃសិក្សាឈ្នាស្ក្រោយមិនអាចពន្យាពេលបានទៀតទេថ្ងៃក្រោយរស់នៅឲ្យបានសុខស្រួលទៅរាល់បំណងប្រាថ្នានឹងសម្រេចបន្តិចម្ដងលោកម្ចាស់ថ្ងៃនេះមកលឿនម្លេះមកលឿនបន្តិចទៅស្ពាននេះពិតជាស្រួលមែនជីវៀងក្រុងមួយជុំសន្សំសំចៃពេលខ្ញុំបានកន្លះម៉ោងបងលីខ្ញុំប្រញាប់បន្តិចណាហេតុអ្វីបានជាអ្នកភូមិគេមិនបាច់បង់លុយចុះពួកយើងម្ដងត្រូវបង់$10ស្ពាននេះខ្ញុំជាអ្នកចេញលុយសាងសង់អ្នកភូមិខ្ញុំមិនយកលុយទេចុះអ្នកឯងចេះបែងចែកច្បាស់លាស់ណាស់បងយួនខ្ញុំបានរឿងកាលពីម្សិលមិញហើយពូឆេនធ្វើហួសហេតុពេកហើយខ្ញុំប្រាប់បងណាខ្ញុំមិនបានទៅបង្កចំនួនជាមួយពួកគេទេខ្ញុំគ្រាន់តែមកមើលថាស្ពាននៅទីនោះឬអត់នៅសល់20នាទីទៀតបងយួនទៅណាឡានថ្មីទើបតែទិញម្សិលមិញទើបដាក់ស្លាកលេខរួចថ្ងៃក្រោយទៅធ្វើការត្រូវឆ្លងស្ពាននេះរាល់ថ្ងៃបងយួនអរគុណច្រើនណាស់ស្ពាននេះជិះស្រួលមែនជិះម្ដងទៀតទៅថ្ងៃក្រោយលែងមានទៀតហើយលោកគ្រូបន្លែក្នុងឡានខ្ញុំនេះត្រូវតែទៅដល់ម៉ោង9ចូលឆាប់ឡើងកុំអីគេទៅមិនទាន់ទេឆាប់ទៅឯងនឹងកុំធ្វើមុខស្អុយអីអ្នកទាំងអស់គ្នាដែលឆ្លងស្ពានក៏ព្រោះតែនឹកគុណឯងដែរស្ពាននឹងនៅមានគេដើរឆ្លងទៀតជើងចុងក្រោយហើយ
ពួកគេឥឡូវនេះនៅមិនទាន់ដឹងទេចាំបន្តិចទៀតនឹងមានរឿងល្អមើលហើយអ្នកណាឲ្យពួកឯងមកនេះកំពុងធ្វើស្អីហ្នឹងរុះរើសំណងស្ពានតាមបញ្ជារបស់ថៅកែរុះរើសំណងស្ពានមិនឲ្យរុះទេអ្នកណាឲ្យពួកអញរុះស្ពាននេះនៅល្អសោះទៅរុះធ្វើអីចុះលីនយួនទៅណាហើយលីនយួននៅណាអញឈួតមែនទេអ្នកណាឲ្យអញរុះនេះគឺជាលិខិតពីនៃរដ្ឋបាលតាមការត្រួតពិនិត្យស្ពានឆ្លងកាត់ទន្លេនៅភូមិលីនជាគឺជាសំណងខុសច្បាប់ដែលមិនមានការអនុញ្ញាតពីគម្រោងសាងសង់ឡើយដូច្នេះត្រូវបង្គាប់ឲ្យម្ចាស់សំណងរុះរើចេញដោយខ្លួនឯងក្នុងរយៈពេលកំណត់ពួកឯងមែនទេដែលជាអ្នករាយការណ៍ឥឡូវនេះខ្ញុំរុះរើតាមច្បាប់មានបញ្ហាអីមែនទេលីនយួនបានសាងសង់ស្ពានឆ្លងកាត់ទន្លេដោយគ្មានការអនុញ្ញាតហើយថែមទាំងយកលុយថ្លៃឆ្លងកាត់ខុសច្បាប់ទៀតចុះហត្ថលេខាដោយឈឿនដឺហៅនិយាយអញ្ចឹងពេលឯងរាយការណ៍ឯងមិនបាននិយាយថាត្រូវរុះស្ពានចោលផងស្ងាត់មកទៅពីដំបូងឯងនិយាយថាគ្រាន់តែចង់បង្ខំឲ្យគាត់ចែកលុយមកវិញទេឥឡូវស្ពាននឹងត្រូវបាត់បង់អស់ហើយឯងពិតជាខ្លាំងមែនរុះចោលក៏មិនឲ្យពួកយើងបានចំណេញដែរត្រូវហើយខ្ញុំរុះចោលខ្ញុំទើបតែដើរកាត់ស្ពាននេះកាលពីព្រឹកមិញសោះហេតុអ្វីបានជាអ្នកចេះតែចង់រុះរើវាចោលបែបនេះអ្នកស្រីចៅកាលពីម្សិលមិញអ្នកឈរនៅមុខផ្ទះខ្ញុំយូរប៉ុណ្ណាដែរ3នាទីអ្នកនិយាយថាខ្ញុំមិនបានបង្កបញ្ហារួចក៏ដើរចេញទៅដូច្នេះហើយបានជាអ្នកទុកឲ្យគេរុះរើទ្វារផ្ទះខ្ញុំបែបនេះមែនទេពួកអ្នកកុំខ្លាចគេអីគេគ្រាន់តែធ្វើឲ្យយើងឃើញទេស្ពានតម្លៃ$20000នេះគេហ៊ានរុះរើចោលមែនទេចាប់ផ្ដើមរុះរើទៅប៉ាកុំធ្វើបែបនេះអីប៉ាធ្វើអ្វីហ្នឹងស្ពាននេះមិនអាចរុះរើបានទេនេះគឺជាឯកសារអនុញ្ញាតឲ្យសាងសង់ដែលចេញដោយនាយកដ្ឋានគ្រប់គ្រងគម្រោងការរំខានដល់សន្តិភាពការងារធម្មតានិងត្រូវទទួលខុសត្រូវតាមច្បាប់ម៉ាក់យកថ្នាំលើសឈាមរបស់កូនមកឲ្យកូនផងលឿនឡើងនេះបងដៃថ្នាំទាំងនោះគឺលីនយួនជាអ្នកសែងមកវិញម្ដងមួយខ្ញុំឃើញនឹងភ្នែកលីនយួនកុំរុះរើឲ្យសោះស្ពាននេះជារបស់ភូមិយើងអ្នកណាក៏មិនអាចរុះរើបានដែរលីនយួនពេលអ្នកសាងសង់ស្ពាននេះអ្នកភូមិទាំងអស់សុទ្ធតែបានជួយកម្លាំងឥឡូវអ្នកម្នាក់ឯងចង់រុះរើក៏រុះរើខ្ញុំនេះហើយដែលជួយអ្នកដឹកស៊ីម៉ងកិច្ចទៅលើកលែងតែអ្នកបិទម៉ាស៊ីននេះចោលអាឡូប៉ុស្តិ៍ប៉ូលីសមែនទេនៅការដ្ឋានសាងសង់ស្ពានភូមិលីនមានគេរារាំងការរុះរើដោយស្របច្បាប់ការដ្ឋានមានការការពារសន្តិសុខរួចរាល់ហើយអ្នកណាហ៊ានរារាំងការសាងសង់ដោយស្របច្បាប់អ្នកនោះនឹងត្រូវចូលទៅនៅជាមួយពូជឿនក្នុងថ្ងៃបុណ្យចូលឆ្នាំលេងខ្ញុំទៅអ្នកឈួតហើយគាត់មិនមែនគ្រាន់តែគំរាមទេណាលីនយួនបើអ្នករុះរើចោលតើថ្ងៃក្រោយអ្នកភូមិទៅទីក្រុងដោយរបៀបណាពេលអ្នករីកាគេហេតុអ្វីមិនគិតពីបញ្ហានេះផ្ទះខ្ញុំមានរៀបចំពិធីបុណ្យសពនៅថ្ងៃខាងស្អែកបើគ្មានស្ពានត្រូវវាងផ្លូវដើរជាង2ម៉ោងឯណោះអ្នកមកប្រាប់ខ្ញុំមានប្រយោជន៍អ្វីទៅប្រាប់ពូឈឿនទៅបើអ្នកមិនបានរីកាតើគេមកវីកំតិចបានម៉េចមើលមកខ្ញុំធ្វើអីមិនមែនខ្ញុំទេដែលចង់វីកំតិចហ្នឹងបើអ្នកមិនបានរីកាតើគេមកវីកំតិចបានម៉េចទៅលោកម្ចាស់លីនកន្លែងភ្ជាប់គ្រាប់ធានជាតិវាពិបាកកាត់ណាស់ត្រូវប្រើឧបករណ៍កាត់យ៉ាស់ប្រហែលកន្លះម៉ោងទៀតទើបបានមិនបាច់ប្រញាប់ទេធ្វើតាមនីតិវិធីទៅមើលគ្រប់ហើយឬនៅបើមើលគ្រប់ហើយក៏បែកគ្នាទៅព្រោះបន្តិចទៀតវាកាន់តែរំខានជាងនេះទៅទៀតប្រពន្ធខ្ញុំថាស្ពានចិត្តបិទហើយត្រូវប្រញាប់រត់ឲ្យបានច្រើនជាងបន្តិចដឹករ៉ែនេះរួចអាចដឹកបានមួយជើងទៀតកាត់បន្ថយសម្ភារៈឲ្យលឿនឡើងអ្នកដែលនៅលើស្ពានទាំងអស់ដកថយចេញមកហើយទៅចុះមើលរួចហើយខ្ញុំមិនជឿទេថាគេហ៊ានធ្វើឲ្យវាបាក់មែននោះវាបាក់ហើយស្ពានបាក់អស់ហើយតើត្រូវវាងផ្លូវឆ្ងាយប៉ុណ្ណាទៅខ្ញុំទើបតែដើរឆ្លងកាត់កាលពីព្រឹកមិញនេះហើយខ្ញុំថែមទាំងបាននិយាយជាមួយលីយូទៀតផងទៅមុខទៀតបើចង់ចូលក្រុងត្រូវវាងតាមផ្លូវភក់នៅក្រោយភ្នំខ្ញុំត្រូវជូនកូនឆ្លងទន្លេទៅរៀនរាល់ថ្ងៃណាទៅមកត្រូវចំណាយពេល4ម៉ោងបន្ថែមតើកូននៅរៀនការទៀតទេអ្នកណាឲ្យអ្នកទៅរីកាហ្នឹងខ្ញុំអត់បានរីកាទេខ្ញុំគ្រាន់តែតាមគេពីរដងប៉ុណ្ណោះលោកលីដែលខ្ញុំស្រង់មិនឡើងទេទុកគ្រាន់តែជាដែកអេតចាយទៅចុះដែកដែលយកមកប្រើវិញបានប្រហែលជាតម្លៃជាង80000ខ្ញុំនឹងលុយចូលកាត់ឲ្យលោកប៉ាធ្វើអីហ្នឹងប៉ាហ៊ានវីចោលបែបនេះហ្នឹង200,000ណាប៉ាឈួតហើយអញស្ដាយស្ពានឬមួយក៏ស្ដាយក្បាលខួងរបស់ឯងហើយខ្ញុំទៅមុខលេងរួចហើយស្ពានផ្ទះអ្នកឯងបាត់ហើយស្ពានដែលធ្លាប់តែដើរឆ្លងបាននឹងវាបាក់បាត់ទៅហើយតើមានន័យថាម៉េចដែលថាលេងដើរផ្លូវនឹងទៀតចុះទំនិញលើឡានខ្ញុំនេះត្រូវធ្វើម៉េចទៅខ្ញុំទើបតែចុះកិច្ចសន្យាត្រូវដឹកទំនិញ3ជើងរាល់ថ្ងៃឥឡូវខូចអស់ហើយតើខ្ញុំត្រូវសងគេប៉ុន្មានទៅអ្នកណាធ្វើ
គឺលិខិតប្តឹងដែលលោកស្រីចិនខ្ញុំធ្វើដើម្បីអ្នកទាំងអស់គ្នាទេតម្លៃឆ្លងស្ពានគួរតែចែកគ្នាទាំងភូមិដើម្បីអ្នកទាំងអស់គ្នាអ្នកធ្វើដើម្បីតែចំណែកខ្លួនឯងមែនទេចុះកាលពីមុនអ្នកនិយាយថាម៉េចអ្នកថាលីនយួនប្រកាសជាមានរឿងមិនស្រួលហើយថាបង្ខំឲ្យគាត់ចែកលុយមកក្នុងមួយគ្រួសារអាចបានរាប់ពាន់អ្នកថាលិខិតប្តឹងគ្រាន់តែគំរាមគាត់ទេហើយថាគាត់ទ្រាំមិនបានប្រហែលថ្ងៃនឹងចុះចាញ់ចុះឥឡូវមិនហើយស្ពានក៏បាត់សើបរិយផ្ទះខ្ញុំក៏លួចអស់ក្នុងដីអ្នកសងខ្ញុំទេពួកអ្នកឥឡូវពួកអ្នកបន្ទោសខ្ញុំមែនទេតើក្នុងចំណោមពួកអ្នកមានអ្នកណាខ្លះមិនដែលទៅមុខផ្ទះលីនយួនមានអ្នកណាខ្លះមិនដែលស្រែកទាមទារលុយសងស្ទបរិយខ្ញុំមកចុះកូនប្រុសខ្ញុំស្អែកត្រូវទៅរៀនធ្វើម៉េចត្រូវវៀងផ្លូវភ្នំអស់4ម៉ោងមិនមែនមានតែអ្នកទេដែលចុះកិច្ចសន្យាទិញលក់ផ្លែឈើផ្ទះខ្ញុំខានស្អែកក៏លួចអស់ក្នុងដីដែរខ្ញុំប្រាប់ឲ្យដឹងណាបើអ្នកមិនសងខ្ញុំទេខ្ញុំនឹងទៅប្តឹងអ្នកនៅតុលាការលិខិតប្តឹងនោះអ្នកជាអ្នកសរសេរដូច្នេះអ្នកត្រូវទទួលខុសត្រូវខ្លួនឯងប៉ាស្អែកកូនទៅផ្សារលក់ឡានមួយទឹកលក់ឡានធ្វើអីលុយអស់ហើយទុកឡាននឹងធ្វើអីទៀតបើត្រូវវៀងផ្លូវ3ម៉ោងសាំងគឺប៉ាជាអ្នកចេញណាឯងនៅមានមុខមកខាងទៀតសិទ្ធិបរិយផ្ទះយើងទុំអស់ហើយបើវៀងផ្លូវ3ម៉ោងបែបនេះគឺស្អុយអស់ក្នុងឡានហើយមកបន្ទោសខ្ញុំពូឈិនគាត់ថាបែងចែកលុយមួយគ្រួសារអាចបានរាប់ពាន់ឯណោះឯងក៏ងក់ក្បាលយល់ព្រមដែរតើពេលនោះខ្ញុំដូចជាត្រូវគេបាំងភ្នែកបាំងត្រចៀកអញ្ចឹងចប់អស់ហើយផ្ទះពូលីវគេចុះកិច្ចសន្យាទិញលក់ផ្លែប៉ែរួចហើយបើមិនអាចដិតទៅឲ្យគេបានគឺត្រូវសងលុយពីនៃខូចកិច្ចសន្យាលុយកក់$3,000នឹងតើឲ្យខ្ញុំយកអីទៅសងគេពូឈិនពូចេញមកពូនិយាយអ្វីមួយមករៀបចំអីវ៉ាន់រួចរាល់អស់ហើយតោះយើងទៅបងយួនបងទៅមែនហ្នឹងប៉ាខ្ញុំគាត់ចាស់វង្វេងអស់ហើយឯងអាចជួយអ្វីបានខ្លះទេលក់ទៅហើយឯកសារក៏ដោះស្រាយរួចរាល់ដែរភូមិមួយនេះលែងពាក់ព័ន្ធនឹងខ្ញុំទៀតហើយស៊ីវ៉ាសុំទោសណាម៉ាក់ត្រូវតែស៊ូឡើងណាម៉ាក់កុំទាន់ដេកអីចិត្តដល់មាត់ភូមិហើយម៉ាក់ចុះចៅទៅណាចៅទៅបាត់ហើយកូនភ្លេចហើយឬអីថាគេរុះរើចៅទៅហើយនោះវិញតាមផ្លូវក្រោយភ្នំនោះទៅលឿនឡើងទៅមិនរួចទេផ្លូវនេះសំបីតែឡានក៏ទៅមិនរួចដែរម៉ាក់ឬកូននិយាយទេទៅរកលីយួនទៅលើកទូរស័ព្ទមកលីយួនឲ្យកូនសុំអង្វរលើកទូរស័ព្ទមកតែមិនចូលសោះនៅខាងនេះមកមិនរួចទេម៉ាក់ចាំបន្តិចណាចាំបន្តិចទៀតទេកាលពីម្សិលមិញនៅល្អសោះឥឡូវខូចអស់រលីងហើយប៉ាកូនបានតាក់ទងទៅអ្នកទិញហើយគេថាខ្លះគេថាផ្លូវវាងឆ្ងាយពេកឡានដឹកទំនិញត្រជាក់មកដល់ភូមិយើងត្រូវចំណាយពេល2ម៉ោងកន្លះដឹកផ្លែឈើទៅដល់គឺខូចអស់ហើយគេថាមិនមកទៀតទេឲ្យយើងរកវិធីដោះស្រាយខ្លួនឯងទៅប៉ាពេលលីនយួនសាងសង់ស្ពានកូនធ្លាប់ជួយគេលើកស៊ីម៉ង់គេធ្លាប់ហុចបារីឲ្យកូនជក់ទៀតផងលីនយួនឈិនស៊ូមិនមែនជាមនុស្សទេហេតុអ្វីបានជាការនោះកូនល្ងងខ្លៅដល់ថ្នាក់នេះផ្លែឈើរៃតម្លៃ$30,000យួនគឺជាលុយទិញជីសម្រាប់គ្រួសារទាំងមូលនិងថ្លៃសិក្សារបស់កូនស្រីផងប៉ាកុំយំអីក្រោកឡើងអ្នកទិញគេនិយាយហើយថាផ្លូវមិនស្រួលគេមិនមកទៀតទេយំទៅមានប្រយោជន៍អ្វីចប់ហើយចប់អស់ហើយកុំទៅណាទាំងអស់ថយក្រោយមកឈរនៅនឹងប៉ាអាជីវករទិញទំនិញនៅផ្ទះលោកតាសុនឡាវជៅក៏គេលុបចោលដែរគេថាទោះជាភូមិណាក៏ដោយបើផ្លូវមិនស្រួលគឺគេមិនមកទាំងអស់ឲ្យតែនៅមានជីវិតគឺល្អហើយលោកជឿនទៅហៅហាងខ្ញុំ3ថ្ងៃហើយអត់មានអីលក់ទេឡានចូលអត់រួចផងលោកជួយជួសជុលផ្លូវបានទេខ្ញុំលោកជួយជួសជុលផ្លូវបានទេពូជឿនស្ដាប់បរិយផ្ទះខ្ញុំរលួយអស់ពាក់កណ្ដាលហើយពូជួយនិយាយអ្វីមួយមកផ្លែឈើរៃផ្ទះលោកចៅខូចអស់ហើយលោកដឹងអត់ឥឡូវពួកលោកមកបន្ទោសខ្ញុំចុះកាលពីមុនអ្នកណាដែលតាមខ្ញុំទៅផ្ទះលីនយួនអ្នកណាដែលស្រែកចង់បានលុយលោកជាអ្នកញុះញង់នាំមកគេឥឡូវបែរជាចង់មកទម្លាក់កំហុសលើពួកយើងបើគ្មានលោកតើពួកយើងអ្នកណាទៅហ៊ានបង្កចំនួនជាមួយលីនយួនប៉ាតោះត្រឡប់ទៅផ្ទះវិញត្រឡប់ទៅផ្ទះធ្វើអីពួកគេមានសិទ្ធិអី
គឺដោយសារតែលិខិតប្តឹងផ្តល់នោះជារបស់លោកសរសេរនឹងឯងលោកទៅណាទៅទីរួមស្រុកស្នាក់នៅ2ថ្ងៃផ្លូវដាច់ហើយស្ពានក៏បាក់ផ្លូវទៅអត់រួចផ្លែឈើលួយពេញដីតើត្រូវធ្វើម៉េចទៅកាលពីមុនខ្ញុំបានប្រាប់ហើយថាកុំតាមទៅរករឿងជាមួយឈឿនទៅហៅទៀតអីឯងនិយាយរឿងនឹងទៀតមានប្រយោជន៍អីទៅគម្រោងកែសម្រួលផ្លូវខេត្តត្រូវបានអនុម័តហើយប៉ុន្តែត្រូវការស្ពានមួយមកបំពេញបន្ថែមថ្នាក់ខេត្តគេថាបើភូមិយើងរៃអង្គាសថវិកាបានខ្លះរដ្ឋនឹងទម្លាក់ថវិកាឲ្យត្រូវរៃអង្គាសប៉ុន្មាន300000មានរឿងអីនេះគ្មានរឿងអីធំដុំទេគ្រាន់តែជារឿងស្ពាននឹងលីនយួនពួកយើងខុសហើយកុំប្រកាន់អីណាត្រឡប់ទៅសាងសង់ស្ពានវិញទៅលើកនេះពួកយើងធានាថាមិនរីកាទៀតទេធានាថាមិនរីកាមែនទេធានាទាំងភូមិម៉ងអ្នកណាហ៊ានរីកាទៀតអ្នកនោះជាកូនចៅសាងសង់ឡើងវិញបានពួកអ្នកសង្លុយ200,000ដែលជំពាក់លើកមុនមកសិនមកចាត់ទុកថាខ្ញុំឲ្យពួកអ្នកខ្ចីចុះ200,000លីងយួនមិនមែនអ្នកថាស្ពាននឹងចំណាយអស់200,000ទេហេចុះមិញមិនមែនលក់បាន80000ហើយទេហេចុះ120,000ទៀតទៅណាអ្នកឥឡូវមិននៅភូមិទៀតទេស្ពាននឹងសាងសង់ទៅអ្នកក៏មិនបានប្រើដែរចាំបាច់អីពួកយើងត្រូវចេញ120,000ហ្នឹងមកនិយាយការពិតទេទៅឲ្យឆ្ងាយពេលស្ពានឲ្យប្រើដោយឥតគិតថ្លៃនាំគ្នាថាអត់បានលុយដល់ស្ពានរលំនាំគ្នាថាអត់អ្នកជួសជុលជីវិតពួកអ្នកនឹងសំតែដើរផ្លូវភពនឹងហើយពួកអ្នកនៅមិនទាន់យល់ទៀតខ្ញុំមិនខ្វះលុយ200,000នឹងទេណាអ្វីដែលខ្ញុំចង់ឃើញគឺពួកអ្នកហ៊ានចំណាយលុយសង្ថ្លៃដែលបានប្រមាថខ្ញុំដែរឬអត់ចម្លើយគឺពួកអ្នកបានឲ្យខ្ញុំរួចហើយត្រឡប់ទៅវិញទៅលោកលូយៀនឥឡូវលោកខ្លាចជាមនុស្សមីញឹកហើយមិនខ្វល់ពីលុយតិចតួចនឹងមែនទេតែពួកយើងគាត់នឹងមិនចង់ជួសជុលទេតើឯងស្ដាប់មិនចេញទេហេគាត់ចង់ធ្វើបាបពួកយើងច្បាស់ហ្មងគាត់ថាខ្ចីទេមិនមែនឲ្យទេណាជួសជុលរួចចាំបងថ្លៃឆ្លងស្ពានសង់គាត់បន្តិចម្ដងទៅថ្លៃឆ្លងស្ពានគាត់លេងនៅភូមិនឹងហើយស្ពាននឹងសង់ទៅគាត់ក៏មិនបានប្រើដែរចុះហេតុអ្វីត្រូវឲ្យពួកយើងចេញលុយនឹងហើយគាត់ទៅនៅឯក្រុងបាត់ស្ពាននឹងសម្រាប់ពួកយើងប្រើទេវាអត់សមហេតុផលសោះការគាត់សង់ស្ពាននឹងគាត់ចំណាយអស់200,000ឯណោះពួកឯងម្នាក់មិនបានចេញសំបីតែមួយសេនតែមិនអាចយកមកគិតគូររឿងចាស់បែបនេះបានទេឥឡូវគាត់ឲ្យពួកឯងរៃលុយគ្នានឹងហើយដែលហៅថាគិតគូររឿងចាស់ចុះកាលពីមុនពួកឯងបង្ខំឲ្យគាត់ចែកលុយមិនមែនគិតគូររឿងចាស់ដែរចុះបើពួកយើងទៅចរចាជាមួយគាត់វិញទៅរៃលុយតិចជាងនេះបន្តិចដូចជា10,000ឬ50,000អីចឹង50,000ក៏ពួកយើងរកមិនបានដែរគាត់នៅមិនទាន់ទៅណាទេលីនយួនពួកយើងទៅចរចាជាមួយគាត់ម្ដងទៀតទៅពួកឯងនៅមិនទាន់យល់ទៀតខ្ញុំមិនខ្វល់រឿងលុយ200,000នឹងទេអ្វីដែលខ្ញុំចង់ឃើញគឺពួកឯងសុខចិត្តចេញលុយសំបីតែមួយសេនដើម្បីជួសជុលផ្លូវខ្លួនឯងដែរឬអត់លទ្ធផលគឺអ្នកទាំងពីរដឹងហើយតោះត្រឡប់ទៅវិញទៅលីងយួនឲ្យឥឡូវអ្នកខ្លាចជាមនុស្សមីញឹកខ្លាំងណាស់មិនខ្វល់ពីលុយតិចតួចនេះទេប៉ុន្តែពួកអ្នកយ៉ាងម៉េចកាលពីមុនខ្ញុំម្នាក់ឯងរ៉ាប់រងលុយ200,000តើមានអ្នកណាធ្លាប់និយាយពាក្យថាពួកយើងក៏ដែរឬទេពូឈិនលីងយួនគេមិនព្រមទេគេថាត្រូវរកលុយឲ្យគ្រប់200,000អញ្ចឹងរកទាំងភូមិនឹងទៅបើរកមិនបានទេគឺត្រូវទៅលុតជង្គង់សុំគេមួយផ្ទះម្ដងសម្រាប់ហើយផ្លូវថ្មីនឹងគឺត្រូវកាត់តាមភូមិយើងនឹងឯងតែលក្ខខណ្ឌគឺយើងត្រូវសង់ស្ពានមួយសម្រាប់សម្រួលការធ្វើដំណើរហើយភូមិយើងត្រូវរៃអង្គាសលុយសាងសង់ដោយខ្លួនឯងត្រូវរៃលុយច្រើនម្លេះតើខាងលើគេជួយឧបត្ថម្ភប៉ុន្មានដែរខាងលើគេនឹងជួយចេញថ្លៃសាងសង់ផ្លូវធំប៉ុន្តែស្ពាននេះគឺភូមិយើងត្រូវរៀបចំខ្លួនឯងមុនបើឆ្នាំនេះយើងរៀបចំមិនទាន់ទេឱកាសសាងសង់នេះនឹងធ្លាក់ទៅលើភូមិជិតខាងយើងវិញហើយបើផ្លូវនឹងធ្វើរួចហើយស្ពានក៏សង់ហើយទៀតនោះការធ្វើដំណើររបស់ពួកយើងនឹងស្រួលខ្លាំងណាស់ចុះអ្នកណាជាអ្នកចេញលុយ30,000ហ្នឹងផ្ទះឯងចេញមែនទេគ្រប់គ្នាជួយតាមលទ្ធភាពទៅស្ម័គ្រចិត្តជួយគ្នាទៅវិញទៅមកតិចក្តីច្រើនក្តីគឺចេញពីចិត្តផ្លែឈើដែលខ្ញុំដាំនៅផ្ទះខូចអស់ជាងពាក់កណ្ដាលទៅហើយផ្ទះខ្ញុំក៏ខាតបង់ធ្ងន់ធ្ងរដែរមិនដឹងទៅរកលុយឯណាមកជួយទៀតទេខ្ញុំចេញ5,000ចុះផ្លែឈើខូចមិនអីទេតែស្ពាននេះត្រូវតែមានបើគ្មានស្ពានទេឆ្នាំក្រោយក៏នៅតែខូចដែរខ្ញុំក៏ចេញ5,000ដែរឡានចាស់របស់ខ្ញុំលក់វាចោលហើយចាំខ្ញុំត្រឡប់ទៅពិភាក្សាជាមួយប្រពន្ធខ្ញុំសិនបុកសរុបទៅមិនដល់40,000ផងក្តីសង្ឃឹមដែលទើបតែដុះឡើងត្រូវគេទះពន្លត់វិញបាត់មកពីភូមិលីនបាទខ្ញុំជាមេភូមិខាងទីរួមស្រុកឲ្យពួកយើងមកមើលគម្រោងថវិកាសម្រាប់សាងសង់ស្ពានភ្ជាប់ផ្លូវខេត្តបានចុះមកដល់ហើយត្រូវរៃអង្គាសខ្លួនឯង3សែនរត់ឧបត្ថម្ភឲ្យ3លាននឹងមែនទេលក្ខខណ្ឌគឺថវិការៃអង្គាសត្រូវតែរួចរាល់មុនដំណាច់ឆ្នាំបើមិនទាន់ទេគម្រោងនេះនឹងត្រូវផ្ទេរទៅឲ្យភូមិលីដែលនៅក្បែរនេះវិញលោកមេការ3សែននឹងអាចកាត់បន្ថយខ្លះបានទេនេះជាលក្ខខណ្ឌតឹងរឹងកាត់បន្ថយ1សេនក៏មិនបានដែរភូមិអ្នកពីមុនមិនមែនមានអ្នកមានសមត្ថភាពម្នាក់ដែលចេញលុយផ្ទាល់ខ្លួនសាងសង់ស្ពានទេអាចសាកល្បងទៅរកគាត់មើលទៅ
អ្នកដែលសុខចិត្តចេញលុយជួយសាងសង់ស្ពានឲ្យអ្នកភូមិប្រើប្រាស់បែបនេះសម័យនេះពិតជាគំរោបបានណាស់គឺគាត់នឹងហើយដែលរុះរើស្ពានចាស់ចោលរុះរើចោលហេតុអ្វីចុះអាណាវាជាអ្នកផ្ដាំគំនិតហើយអ្នកណាជាអ្នកសរសេរលិខិតប្តឹងផ្ដល់នឹងអ្នកបានរើហើយ3សែនលិខិតប្តឹងផ្ដល់របស់អ្នកមួយច្បាប់នឹងមានតម្លៃដល់ទៅ3សែនឯណោះខ្ញុំក៏មិនដឹងថាវាទៅជាបែបនេះដែរលោកលីយួនខ្ញុំកំពុងរងចាំអ្នកលោកលីនចាប់ពីពេលនេះទៅការរៀបចំផែនការបណ្ដាញផ្លូវទាំងអស់គឺសម្រេចលើលោកហើយអរគុណដែលអង្គភាពទុកចិត្តខ្ញុំនឹងសាងសង់ផ្លូវទៅកាន់កន្លែងដែលត្រូវការបំផុតលោកលីនរឿងដែលលោកធ្លាប់ចំណាយលុយផ្ទាល់ខ្លួនសាងសង់ស្ពាននៅតាមជនបទកាលពីមុនខ្ញុំធ្លាប់បានឃើញក្នុងឯកសារកត់ត្រារបស់វិស័យយើងលោកខំសន្សំលុយជាច្រើនឆ្នាំដើម្បីសាងសង់ដោយចិត្តស្មោះប៉ុន្តែបែរជាត្រូវអ្នកភូមិយកច្រឡំទៅវិញស្ពានចាស់នោះក៏ត្រូវគេឈប់ប្រើប្រាស់ហើយដោយសារតែខឹងពេកលោកក៏រុះរើស្ពានចាស់នោះចោលដែលការធ្វើបែបនេះពិតជាមានភាពតក់រហ័សបន្តិចមែនប៉ុន្តែប្រសិនបើការនោះលោកជ្រើសរើសការសម្របសម្រួលឬចុះចាញ់ដើម្បីផ្គប់ចិត្តអ្នកដែលមានមតិផ្ទុយគ្នាខ្ញុំប្រហែលជាមិនវិតម្លៃខ្ពស់លើលោកទេការកសាងជនបទមិនមែនពឹងឯតែលើជំនាញនោះទេគឺត្រូវពឹងលើភាពថ្លៃថ្នូរក្នុងការរស់នៅផងដែរលោកមានភាពអត់ធ្មត់បែបនេះចូលលោកហ៊ានធ្វើចុះខ្ញុំនឹងគ្រប់គ្រងលោកពេញទំហឹងនេះគឺជារបាយការណ៍នៃតំបន់ភូមិចាស់នោះលក្ខខណ្ឌភូមិសាស្ត្រមិនមានបញ្ហាទេអាចសាងសង់ផ្លូវថ្មីបានបើតាមផែនការចំណាយតិចបំផុតផ្លូវថ្មីនឹងត្រូវឆ្លងកាត់ត្រើយម្ខាងទៀតដែលការសាងសង់មានភាពងាយស្រួលហើយការរុះរើស្ទើរតែគ្មានវីជួយសន្សំសំចៃបាន20លានបើធៀបនឹងផែនការវាងផ្លូវប៉ុន្តែទីដែលភូមិចាស់របស់យើងនឹងក្លាយជាតំបន់ដាច់ស្រយាលផ្នែកចរាចរណ៍ទាំងស្រុងពួកឯងឆាប់មើលមកនេះជាសេចក្តីប្រកាសផែនការបណ្ដាញផ្លូវថ្មីរបស់ស្រុកយើងវាងផុតទៅហើយអីចឹងទៅមុខទៀតអ្នកខាងក្រៅកាន់តែមិនមកភូមិយើងហើយលោកនាយកមើលទិន្នន័យរបស់គេចេញមកអស់ហើយបើតាមគំនិតសាមញ្ញបំផុតផ្លូវថ្មីគួរតែក្រាលតាមមាត់ច្រាំងទន្លេម្ខាងទៀតវាងាយស្រួលជាងក្នុងការសាងសង់ហើយក៏មិនចាំបាច់រុះរើផ្ទះសម្បែងអ្នកភូមិដែរថាវិការក៏ចំណេញជាងផ្លូវវាងច្រើនដែរប៉ុន្តែបើធ្វើបែបហ្នឹងភូមិបុរាណនោះនឹងត្រូវដាច់ចេញពីផ្លូវធំតែម្ដងដំណោះស្រាយល្អបំផុតគឺដើរតាមច្រាំងម្ខាងទៀតតែវានឹងធ្វើឲ្យភូមិតកូលីត្រូវគេរំលងលោកនាយកតើយើងគួរពិចារណាផ្លូវវាងដែរឬទេទោះបីជាត្រូវចំណាយលុយបន្ថែម20លានក៏ដោយតែភូមិនឹងមិនខ្លាយជាផ្លូវតទេបើជ្រើសរើសផ្លូវវាងហើយចំណាយលុយបន្ថែម20លានតើថ្នាក់លើគេនឹងគិតយ៉ាងម៉េចទៅខ្ញុំទើបតែឡើងកាន់តំណែងការសម្រេចចិត្តដំបូងបែរជាធ្វើតាមអារម្មណ៍ទៅវិញខ្ញុំលែងចង់លក់ទៀតហើយផ្លូវនេះមិនមែនធ្វើឲ្យតែពួកគេទេគឺធ្វើឲ្យអ្នកដែលត្រូវការផ្លូវល្អទាំងអស់គ្នាលោកនាយកខាងការិយាល័យប្លង់គេកំពុងតាមដេញដល់ហើយមុនពេលចេញពីធ្វើការថ្ងៃនេះត្រូវតែដាក់របាយការណ៍ទៅឲ្យគេសម្រាប់តាមនឹងចុះលោកលីននឹងជាស្រុកកំណើតរបស់លោកមែនទេខ្ញុំដឹងហើយចាំបន្តិចរក្សាទុកប្លង់ផ្លូវវាងទុកផងក្រែងលោថ្ងៃក្រោយត្រូវការលោកមេភូមិគម្រោងផ្លូវថ្មីចេញមកហើយលោកមើលទៅគេវាងផ្លូវទៅហើយគេទៅផ្លូវភូមិលីវិញអត់ពាក់ព័ន្ធនឹងយើងទៀតទេចប់ហើយផ្ទះយើងខ្លាចជាផ្លូវតហើយលោកនិយាយពីអីរូបមុនរៀបចំផ្លូវថ្មីគេធ្វើកាត់មាត់ទន្លេគេវាងភូមិយើងបាត់ហើយខ្សែក្រហមនេះមែនទេខ្សែក្រហមនឹងគឺជាផ្លូវខេត្តឃើញទេហួសពីភូមិលីគេបត់ទៅផ្លូវក្រុងគឺខណ្ឌដោយទន្លេមួយខ្សែនឹងគេវាងទៅបាត់ហើយអញ្ចឹងមានន័យថាផ្លូវធំលែងកាត់ភូមិយើងហើយមែនទេលែងកាត់ហើយក្នុងឯកសារគេសរសេរច្បាស់ណាស់ដោយសារបញ្ហាភូមិសាស្ត្រនិងថវិកាគេជ្រើសរើសផ្លូវមាត់ទន្លេមុនភូមិលីនមិនស្ថិតក្នុងគម្រោងផ្លូវដំណាក់កាលនេះទេខ្ញុំសុំមើលបន្តិចក្នុងផែនទីនេះផ្លូវក្នុងភូមិយើងពីរខ្សែនឹងមិនឃើញមានសញ្ញាសម្គាល់សោះអ្នកខាងក្រៅមកគឺត្រូវរកផ្លូវខ្លួនឯងចុះបរិយខ្ញុំឆ្នាំក្រោយដឹកទៅម៉េចគេថាផ្លូវថ្មីលែងមកហើយតើអ្នកណាជាអ្នកនិយាយឯកសារផ្លូវការរបស់គេលោកមើលខ្លួនឯងទៅមានគេនិយាយថាភូមិយើងគេវាងទៅបាត់ហើយកុំនិយាយផ្ដេសផ្ដាស់អីរឿងពិតមែនគេដាក់គម្រោងហើយចុងឆ្នាំនេះគេចាប់ផ្ដើមធ្វើហើយមានអ្នកណាអាចរកគេជួយនិយាយឲ្យគេកែផ្លូវនឹងបានទេនេះគឺជាគម្រោងរបស់ថ្នាក់ខេត្តតើលោកគិតថាពួកយើងទៅនិយាយជាមួយអ្នកណាទើបមានប្រសិទ្ធភាពទៅចុះបើវាបានផលវិញចុះបើអាចកែប្រែបានមែននោះយើងទៅរកមេឃុំរកថ្នាក់ស្រុកទៅថ្នាក់ស្រុកមិនមែនលោកចង់និយាយអីក៏បាននោះទេមិនមែនទេថ្នាក់ស្រុកមានអ្នកស្គាល់គឺលីនយួន
លីនយួនឥឡូវធ្វើការនៅថ្នាក់ស្រុកឬថាគេជាអ្នកគ្រប់គ្រងរឿងនេះលើកមុនពួកលោកទៅស្រុកសុំគេជួសជុលស្ពានគេឆ្លើយតបមកវិញយ៉ាងម៉េចគេបិទទ្វារដាក់មុខពួកលោកហើយគេមិនមែនឲ្យពួកយើងរៃអង្គាសលុយ20,000នោះលើកនេះមិនមែន20,000ទេគឺផ្លូវទាំងមូលតែម្ដងចុះជឿនតាហូវទៅណាហើយប៉ុន្មានថ្ងៃនេះមិនឃើញគាត់ចេញក្រៅសោះកូនប្រុសគាត់ក៏មិននៅផ្ទះដែរទៅហៅគាត់មកខ្ញុំមានរឿងពូឈឿនប៉ាឲ្យកូនធ្វើម៉េចទៅលោកលីយួនឲ្យសូមមេត្តាទប់ផ្លូវរស់ឲ្យអ្នកភូមិយើងផងរាល់កំហុសទាំងអស់គឺសុទ្ធតែជាកំហុសរបស់ខ្ញុំប៉ាទើបតែចេញពីមណ្ឌលសុខភាពសោះប៉ាធ្វើបែបនេះប៉ានឹងមានរឿងមិនខានទេលោកលីយួនខ្ញុំដឹងថាអ្នកនៅខាងក្នុងខ្ញុំមិនសុំឲ្យអ្នកអភ័យទោសឲ្យខ្ញុំទេខ្ញុំគ្រាន់តែសុំឲ្យអ្នកអាណិតដល់មនុស្សចាស់និងក្មេងផងកុំធ្វើឲ្យភូមិយើងខ្លាចជាផ្លូវតលអីទំនិញក្នុងផ្សារទំនើបរបស់ខ្ញុំដាច់អស់3ដងហើយបើមិនបើកផ្លូវទេគឺមានតែបិទហាងគ្រួសារខ្ញុំរស់បានដោយសារហាងមួយនេះកូនប្រុសខ្ញុំទៅរៀនត្រូវដើរវាងផ្លូវភ្នំដល់ទៅ4ម៉ោងមិនទាន់ភ្លឺផងត្រូវចេញពីផ្ទះដល់យប់ងឹតទើបមកដល់ផ្ទះវិញខ្ញុំសូមអង្វរលោកលីយួនកូនខ្ញុំត្រូវទៅរៀនកាលពីគាត់ធាក់ទ្វារផ្ទះខ្ញុំគឺមានមនុស្សមួយក្រុមនេះឯងឈរនៅពីក្រោយគាត់គ្មានអ្នកណាម្នាក់ហ៊ាននិយាយជំនួសខ្ញុំសូម្បីតែមួយម៉ាត់ឥឡូវនេះពួកគេឈរនៅទីនេះមិនមែនដោយសារមានកំហុសចំពោះខ្ញុំទេគឺដោយសារតែផ្លូវវាងពួកគេទៅលោកលីនខាងក្រៅភ្លៀងកាន់តែខ្លាំងហើយតាដែលដឹកនាំក្រុមនោះមើលទៅសុខភាពគាត់មិនសូវល្អទេឲ្យពួកគេចូលមកលីនយួនអង្គុយចុះពួកអ្នកមកទីនេះមានរឿង3យ៉ាងស្ដាប់ចប់ហើយអាចទៅវិញបានទី1រឿងកន្លងមកខ្ញុំមិនយកមកដាក់ក្នុងចិត្តទេទី2ការរៀបចំផ្លូវទាំងមូលគឺបានសម្រេចរួចរាល់អស់ហើយខ្ញុំផ្ទាល់មិនអាចកែប្រែតាមចិត្តបានទេផ្លូវដែលជ្រើសរើសក្នុងវិស័យនេះដែលដាក់តាមមាត់ទន្លេគឺក្រុមអ្នកជំនាញជាច្រើនបានពិចារណាយ៉ាងល្អិតល្អន់រួចហើយបើចង់វាងតាមភូមិវានឹងធ្វើឲ្យចំណាយកើនឡើងខ្លាំងហើយវាមិនអាចទៅរួចទេទី3បើចង់ឲ្យខ្ញុំទៅពឹងពាក់អ្នកដទៃដើម្បីរឿងផ្ទាល់ខ្លួនរបស់ពួកអ្នកគឺមិនអាចទៅរួចទេលីនយួនម៉ាក់ខ្ញុំបើអ្នកជួយនៅពេលយប់នេះគាត់ប្រហែលជាអាចរស់ស្ពាននោះខ្ញុំជាអ្នកសាងសង់តែពួកអ្នកជាអ្នករីកាប្តឹងលីនយួនពួកយើងជំពាក់អ្នកពួកយើងមិនសុំឲ្យអ្នកអភ័យទោសទេតែសុំត្រឹមតែបើកផ្លូវឲ្យពួកយើងបន្តិចបានទេផ្លូវណាក៏បានដែរលីនយួនខ្ញុំសុំលុតជង្គង់សុំទោសអ្នកមិនចាំបាច់ទេទីបំផុតពួកគេព្រមលុតជង្គង់ហើយអ្វីដែលខ្ញុំចង់បានមិនមែនចង់ឲ្យពួកគេលុតជង្គង់ចុះនោះទេខ្ញុំចង់ឲ្យពួកគេដឹងថាផ្លូវដែលដើរមកនេះមិនមែនដើរមកដោយឥតប្រយោជន៍ទេប៉ុន្តែនៅទីនេះមានគម្រោងផ្លូវតូចមួយដែលជាការវិនិយោគឯកជនមិនមែនជាផ្លូវខេត្តទេគឺផ្លូវរងខ្ញុំនឹងចេញលុយផ្ទាល់ខ្លួនដើម្បីសាងសង់ផ្លូវបំបែកមួយដែលភ្ជាប់ពីផ្លូវខេត្តមកកាន់ភូមិរបស់អ្នកការស្ទង់មកដំបូងបានបញ្ចប់ហើយក្រុមការងារអាចចូលមកសាងសង់បានគ្រប់ពេលពិតមែនឬប៉ុន្តែថ្លៃដើមខ្ពស់ណាស់តើអ្នកចង់ទៅដែរឬទេតើថ្លៃដើមខ្ពស់ប៉ុណ្ណាទៅមើលដោយខ្លួនឯងទៅប្រាក់ចំណេញពីការលក់2/10ក្នុងរយៈពេល10ឆ្នាំខ្ញុំនឹងចុះហត្ថលេខាខ្ញុំនឹងប្រើឈ្មោះរបស់ខ្ញុំចុះហត្ថលេខាបំណុល10ឆ្នាំនេះខ្ញុំនឹងជាអ្នកទទួលខុសត្រូវប៉ាខ្ញុំនឹងចុះហត្ថលេខាមួយជីវិតនេះខ្ញុំធ្វើរឿងខុសច្រើនណាស់យ៉ាងហោចណាស់ក៏ត្រូវមានរឿងមួយដែលត្រឹមត្រូវដែរកិច្ចសន្យាមិនចាំបាច់ប្រញាប់ចុះហត្ថលេខាទេត្រឡប់ទៅវិញឲ្យអ្នកភូមិទាំងអស់ចាំមើលឲ្យច្បាស់សិនចាំសម្រេចចិត្តលើកមុនពេលឈប់សម្រាកខ្ញុំមិនបានឲ្យអ្នកទាំងឡាយចុះហត្ថលេខាលើអ្វីទាំងអស់តែលើកនេះមិនដូចគ្នាទេ10ឆ្នាំយកចំណេញ2%ពីការលក់កសិផលទាំងអស់នេះមិនមែនជីជាន់គ្នាពេកទេ2%ហ្នឹងខំប្រឹងធ្វើការទាំងឆ្នាំគេយកទៅ2%ចុះគេមានសិទ្ធិអីមកយកស្ពានហ្នឹងគឺគាត់ជាអ្នកសាងសង់ហើយស្ពានមុនហ្នឹងក៏ព្រោះតែអ្នកឯងទៅប្តឹងគេទៅគេរុះចោលបើគិតថាខាតក៏មិនបាច់ចុះកិច្ចសន្យាទៅបន្តដើរវាងផ្លូវភ្នំ3ម៉ោងទៀតទៅហើយផ្លែឈើស្អុយរលួយហ្នឹងក៏រែកខ្លួនឯងទៅ
ខ្ញុំគិតគូរអស់ហើយឆ្នាំមុនលក់ផ្លែឈើរីឲ្យឈ្មួញកណ្ដាល1គីឡូបាន$8តែដល់ពេលត្រូវវាងផ្លូវគេលែងមកទិញទៀតផ្លែឈើក៏លួចចោលក្នុងចំការអត់បានលុយសំបី1សេនបើមានស្ពានឡានដឹកទំនិញត្រជាក់អាចចូលមកបានតម្លៃលក់អាចឡើងដល់$10គាត់កាត់យក2%ខ្ញុំនៅសល់$8អ្នកឯងសាក់គិតមើលទៅនោះវាជារឿងពីមុនហេតុអ្វីបានជាឈ្មួញមកទិញក៏ព្រោះតែមានស្ពានហ្នឹងចុះហេតុអ្វីឥឡូវគេលែងមកក៏ព្រោះតែគ្មានស្ពាននឹងឯងរឿងនេះកុំបារម្ភអីខ្ញុំមិនមែននិយាយជំនួសលីងយូនទេតែខ្ញុំកំពុងនិយាយជំនួសផ្លែឈើរីដែលរលួយចោលក្នុងចំការនោះ10ឆ្នាំវាយូរពេកហើយតើអាចចរចាជាមួយគាត់បានទេត្រឹមតែ5ឆ្នាំបានទេសូម្បីតែលុយ200,000ក៏គាត់មិននៅថ្លៃជាមួយយើងដែរចុះទម្រាំរឿងនេះទៀតតែយ៉ាងណាក៏ត្រូវសាកល្បងមើលដែរក្រែងលោកគាត់ព្រមយល់ព្រមគាត់មិនព្រមនេះទេនេះមិនមែនជាកិច្ចសន្យាធម្មតាទេនេះវាជាសាកឆ្លុះកញ្ចក់មើលទៅមើលថាពីមុនមកយើងធ្វើដាក់គេយ៉ាងម៉េចខ្លះសងលុយគេទៅអញឈួតទៅហើយខ្ញុំលែងចង់កិច្ចវិសទៀតហើយអ្វីដែលជំពាក់គេខ្ញុំនឹងសង្វិញទាំងអស់ទាំងដើមទាំងការប្រាក់2%ក្នុងមួយឆ្នាំមិនខ្វះ1សេនឡើយអញឈប់សិនទៅលុយនឹងបើទុកឲ្យវាស្អុយរលួយក្នុងដីក៏វាស្អុយដែរសួរឲ្យគេកាត់យក2%ទៅប្រសើរជាងខ្ញុំមិនចង់ឃើញស្បឺរេលួយពេញកញ្ច្រែងទៀតទេនេះជាអ្វីដែលខ្ញុំត្រូវតែធ្វើសងគ្រប់អស់ហើយសរុបទាំងអស់67គ្រួសារងាកទៅឆ្វេង5សង់ទីម៉ែត្រទៀត5សង់ទីម៉ែត្រហ្នឹងមកហើយទឹកសណ្ដែកខៀវមកដល់ហើយអ្នកណាស្រេកទឹកខ្លះមកផឹកមកលោកគ្រូទាំងឡាយសម្រាប់សិនទៅក្រូចនេះយើងដាំខ្លួនឯងទេមិនគិតលុយទេលោកលីនស្ថានភាពនៅភូមិលោកនេះខុសពីពេលរុះរើសាឡាងលើកមុនឆ្ងាយណាស់លើកមុនយើងចូលភូមិមានគេរារាំងតែលើកនេះអ្នកយកទឹកមកឲ្យច្រើនជាងកម្មករទៅទៀតលោកពូស្ពាននេះហេតុអ្វីក៏ជួសជុលម្ដងទៀតនៅតែជាលុយរបស់លោកយួនដាក់ទៅការពីលើកមុនមែនទេលើកមុនគាត់ជួសជុលស្ពានហើយត្រូវគេប្តឹងលើកនេះជួសជុលស្ពានអ្នកភូមិទាំងមូលជំពាក់គុណគាត់អ្នកណាហ៊ានប្តឹងខ្ញុំនឹងរកខុសត្រូវជាមួយអ្នកនោះមុនគេទៅមុខអ្នកណាឆ្លងស្ពានបើមិនបង់លុយខ្ញុំមិនព្រមដាច់ខាតអ្នកណាដែលសំបីតែមួយកាក់ក៏មិនហ៊ានចំណាយគឺមិនសមនឹងដើរឆ្លងស្ពាននេះទេប៉ាជឿនៅឡើយទេណារាងកាយមមុនណាស់នៅអាចធ្វើការបានខ្លះស្ពាននៅភូមិអ្នកឯងមិនក៏សាងសង់ឡើងវិញទៀតហើយនៅតែជាលុយពីចម្ងាយនឹងមែនទេអ្នកឯងកុំនិយាយផ្ដេសផ្ដាស់ឲ្យសោះលើកនេះគឺពួកយើងទាំងភូមិសុំឲ្យគេសាងសង់កិច្ចសន្យាចុះហត្ថលេខា10ឆ្នាំចំណេញកាត់យក20%បើអ្នកឯងនៅតែរករឿងទៀតខ្ញុំខឹងអ្នកឯងពិតមែនហើយក្រោយមកឆ្លងស្ពានកុំភ្លេចបង់លុយផងមួយកាក់1សេនក៏មិនឲ្យខ្វះដែរអានឹងប្រើមិនទៅគេថាស្កេនស្លាកលេខក្នុងភូមិ$1ក្រៅភូមិគិតតាមចម្ងាយយានយន្តអ្នកភូមិយើងថ្លៃសេវា$1សូមជូនពរឲ្យធ្វើដំណើរដោយសុវត្ថិភាពយានយន្តអ្នកភូមិយើងថ្លៃសេវា$1សូមឲ្យ$1នេះខ្ញុំបង់ឲ្យគេចាញ់បោកគេហើយសូមជម្រាបជូនអ្នកប្រើប្រាស់ក្នុងបញ្ជីខ្មៅសូមបង់ថ្លៃឆ្លងស្ពាន10ដងប៉ាមិនមែនថាបដូរស្លាកលេខថ្មីហើយទេហ៎នៅមិនទាន់បានបដូរផងទៅអត់ទៅប៉ាស្កេនកូដទៅអ្នកប្រើប្រាស់ក្នុងបញ្ជីខ្មៅលើកនេះកាត់លុយ$10សូមស្វាគមន៍ការត្រួតពិនិត្យប្តឹងផ្ដល់មានរង្វាន់នឹងមិនមែនឡានពូឈឿនទេហ៎អ្នកភូមិនៅទីនេះត្រូវបង់ថ្លៃមួយយន្តលោកចិនលោកលក់ឡាននឹងមែនហ៎លក់ហើយដើរទៅទីរួមស្រុកត្រូវចំណាយពេលជាង2ម៉ោងចៅស្រីខែក្រោយត្រូវបង់ថ្លៃសាលាថ្លៃឆ្លងស្ពាន10យន្តនេះអាចឲ្យគាត់ទិញសៀវភៅលំហាត់បានមួយក្បាលឡាននេះអាចរក្សាទុកនៅស្រស់បានមែនទេសីតុណ្ហភាពថេ4អង្សាដឹកទៅដល់ទីក្រុងខេត្តក៏មិនស្រពោនដែរបងស្រីចៅស្ទើបរេផ្ទះបងទៅបេះថ្ងៃនេះមែនទេទើបបេះពេលព្រឹកមិញនេះនៅជាប់ទឹកសន្សើមទៀតគ្រប់គ្រាប់សុទ្ធតែខ្ញុំបេះដោយដៃផ្ទាល់វិចខ្ចប់ដាក់គេស្ភ្លាមឡានដឹកទំនិញត្រជាក់នឹងដឹកចេញទៅភ្លាមរសៀលនេះដាក់លក់នៅផ្សារទំនើបក្នុងក្រុងហើយ
បងយួនឲ្យការពីមុនបងថា10%ពីចំណែកខ្ញុំនៅខាងក្នុងចិត្តជាតាមក្រោយតែលើគិតទៅ%ពីចំណែកហ្នឹងគឺជាលុយដែលខ្ញុំចំណាយអស់តម្លៃបំផុតក្នុងជីវិតខ្ញុំបងប្អូនទាំងអស់គ្នានេះគឺជាផ្លែឈើរ៉េដែលដឹកជញ្ជូនតាមប្រព័ន្ធត្រជាក់ផ្ទាល់ពីភូមិយើងជាលើកដំបូងថ្ងៃនេះកំងស្អែកដល់មាត់បងប្អូនហើយញ៉ាំមួយខាំផ្អែមដល់ក្នុងចិត្តតែម្ដងមិញនេះមានគេកំងដល់ទៅ300កេសណាកាលពីមុនទៅលក់នៅផ្សារមួយថ្ងៃលក់បាន30គីឡូក៏សំណាងណាស់ទៅហើយឆ្នាំទៅមិញពេលនេះផ្លែឈើរ៉េលួយពេញដីខ្ញុំលុតជង្គង់ផ្ទះកំភ្លៀងខ្លួនឯងនៅទីនេះតែឆ្នាំនេះលក់បាន15យួនក្នុង1គីឡូអ្នកទិញដណ្ដើមគ្នាទិញហើយអាការលក់តាមអនឡាញយ៉ាងទៀតខ្ញុំអាចមើលឃើញក្នុងទូរស័ព្ទថាអ្នកណាខ្លះទិញឈើរ៉េខ្ញុំទាំងនៅពេលកាំងសៀងហៃទៅខ្វាងជើឈើរ៉េរបស់អាតូចចាស់ខ្ញុំលក់ដាច់ដល់ខ្វាងជើឯណោះពេលដាក់ឡានរសៀលនេះប្រយ័ត្នប្រយែងកុំឲ្យផ្លែឈើវាជុំឲ្យសោះឬទេឡានដឹកទំនិញត្រជាក់នេះបើកស្រួលជាងឡានសង្គ្រោះបន្ទាន់ទៅទៀតខែនេះលក់តាមអនឡាញបាន20000គីឡូអ្នកទិញគេដឹកទៅ10000គីឡូបូករួមទាំងលក់រីតាមផ្សារទៀតគិតទៅ1គីឡូបានមធ្យម8យួនខែមុនខ្ញុំចំណេញបាន180,000ព្រមឲ្យគេកាត់20%ខ្ញុំនៅសល់សុទ្ធជាង140,000 180,000កាលពីមុន1ឆ្នាំរកបានប៉ុន្មានកាលពីមុន1ឆ្នាំបានតែ50,000ឥឡូវ1ខែស្មើនឹង3ឆ្នាំកាលពីមុនទៅហើយចុះចំណែក20%ដែលគេកាត់នោះពេលចុះកិច្ចសន្យាដំបូងគិតថាគេកាត់20%វាឈឺចាប់ណាស់តែឥឡូវគិតទៅអា20%នឹងវាគ្រាន់តែជាដំណក់ទឹកក្នុងមហាសមុទ្រប៉ុណ្ណោះគេជួយរៀបចំទាំងឡានត្រជាក់អនឡាញនិងវិកខ្ចប់ម៉ាកយីហោបើគ្មានគេទេ180,000នេះកុំថាឡើយ1សេនកុំសង្ឃឹមបានឲ្យសោះខ្ញុំសុខចិត្តឲ្យគេកាត់20%ក៏មិនចង់ឃើញផ្លែស្បឺរេមួយគ្រាប់ណាត្រូវរលួយក្នុងកន្ត្រកទៀតដែរឆ្នាំនេះក្នុងមួយគ្រួសារក្នុងភូមិយើងរកចំណូលបានកើនឡើង63,000យួនកិច្ចសន្យាដែលអ្នកចុះហត្ថលេខាខ្ញុំធ្វើតាមនឹងអ្នករកបានប៉ុន្មានខ្ញុំកាត់20% 80% ទៀតជាចំណែករបស់អ្នកកិច្ចសន្យា10ឆ្នាំនៅសល់9ឆ្នាំទៀតកិច្ចសន្យាឆ្នាំក្រោយនៅដដែលឆ្នាំខាងក្រោយក៏ដូចគ្នាដែរដល់កំណត់10ឆ្នាំផ្លូវក៏ជារបស់អ្នកស្ពានក៏ជារបស់អ្នកដែរបញ្ចប់ការប្រជុំលោកលីនគំរូនៃការបែងចែកប្រាក់ចំណេញពីកសិករដើម្បីផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធរបស់អ្នកថ្នាក់ខេត្តបានបញ្ជាក់ឈ្មោះឲ្យលោកទៅចែករំលែកបទពិសោធន៍លីនយួនឲ្យខ្ញុំគ្មានមុខមាត់នឹងមកជួបអ្នកទេសារមួយ10នេះវាមិនស័ក្តិសមនឹងអ្នកឡើយទុកវាចោលប៉ុន្មានឆ្នាំហើយ20ឆ្នាំហើយទិញតាំងពីថ្ងៃចៅស្រីខ្ញុំគ្រប់ខែម្លេះមិនដែលហ៊ានបើកផឹកទេទុកមកដល់ឥឡូវខ្ញុំកប់ទុកក្នុងបាតហឹបផ្លាស់ផ្ទះ3ដងហើយក៏នៅតែមិនព្រមបោះវាចោលដែរទៅចុះចូលទៅផឹកទៅស្រាដែលអ្នកយកមកបើឲ្យខ្ញុំផឹកម្នាក់ឯងវាហាក់មិនសមសោះពេលដែលអ្នកសាងសង់ស្ពានទី1នោះខ្ញុំគិតក្នុងចិត្តថាអាក្មេងនេះមិនក៏ល្ងងម្លេះលុយខ្លួនឯងសោះហ៊ានចំណាយចេញមកនេះបែបនេះក្រោយមកមនុស្សឆ្លងកាត់ស្ពានកាន់តែច្រើនឡើងខ្ញុំក៏គិតទៀតថាចុះហេតុអ្វីបានជាត្រូវឲ្យគេម្នាក់ឯងទទួលរ៉ាប់រងរឿងលុយកាក់នេះយប់ថ្ងៃដែលខ្ញុំសរសេរលិខិតប្តឹងនោះប្រពន្ធអ្នកឈរជាខ្ញុំនៅមុខចង្ក្រានបាយនាងនិយាយថាលីនយួនសាងសង់ស្ពានឲ្យភូមិគឺជារឿងសន្សំកុសលតែការដែលខ្ញុំប្តឹងអ្នកវាជារឿងសាងបាបកម្មទៅវិញខ្ញុំមិនស្ដាប់ទេព្រោះខ្ញុំគិតថាអ្វីដែលខ្ញុំធ្វើគឺដើម្បីអ្នកទាំងអស់គ្នាក្រោយមកស្ពានក៏បាក់ម្ដាយរបស់លីវយ៉ុងក៏ជួយមិនទាន់ចំណែកលោកចៅវិញលុតជង្គង់ក្នុងចំការផ្លែឈើហើយផ្ទះកំភ្លៀងខ្លួនឯងទើបខ្ញុំដឹងថាលិខិតប្តឹងមួយច្បាប់នេះវាដូចជាបំណុលដែលសង្កត់លើក្តាររំជូសខ្ញុំធ្វើឲ្យខ្ញុំងើបមុខមិនរួចអស់មួយជីវិតឡាចាស់ទុកមនុស្សចោលសិនទៅអ្នកជិះកង់ខ្លួនឯងជិះវៀងផ្លូវរាល់ថ្ងៃខាតពេលជាង2ម៉ោងក៏មិនដែលឃើញមកសុំលុយថ្លៃឆ្លងស្ពានពីខ្ញុំដែរខ្មាស់គេមិនហ៊ានរកឈើងស៊ូអ្នកដឹងទេថាខ្ញុំខឹងអ្នករឿងអីមិនមែនរឿងអ្នកសរសេរលិខិតប្តឹងផ្តល់នោះទេគឺរឿងដែលអ្នកមិនដែលស្មោះត្រង់ជាមួយខ្ញុំសូម្បីតែមួយម៉ាត់អ្នកអាចមកពុះទ្វារផ្ទះខ្ញុំបានតើបើអ្នកគិតថាមិនយុត្តិធម៌អ្នកអាចអង្គុយនិយាយជាមួយខ្ញុំបានប៉ុន្តែអ្នកមិនធ្វើទេអ្នកបែរជាដឹកដៃគេមកធាក់ទ្វារផ្ទះខ្ញុំទៅវិញរឿងអតីតកាលទុកដូចជាស្រាមួយដបនេះផឹកវីចូលទៅគឺចប់ហើយតែមេរៀននេះត្រូវចងចាំទុកមួយជីវិតមូលនិធិឧបត្ថម្ភការអភិវឌ្ឍជនបទរបស់រដ្ឋភូមិយើងត្រូវបានគេជ្រើសរើសជាភូមិគំរូហើយភូមិគំរូហ៎បានលុយប៉ុន្មានដែរថាវិការឧបត្ថម្ភហេដ្ឋារចនាសម្ព័ន្ធ6លានហើយថាវិការជួយឧបត្ថម្ភផ្នែកឧស្សាហកម្ម3លានសរុបទាំងអស់គឺ9លានយើងមានលុយប្រើហើយបើកាលនោះលីនយួនមិនមកទេនោះលុយនេះចុះតើវាដល់វេនពួកយើងដែរឬទេលុយ6លានសម្រាប់ធ្វើផ្លូវនិងស្ពាន3លានទៀតសម្រាប់អភិវឌ្ឍវិស័យកសិកម្មចុះលុយទាំងនេះត្រូវយកទៅចាយយ៉ាងម៉េចទៅផ្លូវមុខចំការផ្លែឈើផ្ទះខ្ញុំនៅតែជាផ្លូវដីហុយសោះចុះហេតុអ្វីបានជាត្រូវធ្វើផ្លូវផ្ទះអ្នកមុនផ្ទះកញ្ចក់ខ្ញុំក៏នៅលើជម្រាលភ្នំដែរពេលភ្លៀងមកម្ដងសូម្បីតែត្រាក់តរក៏ឡើងមិនរួចផងគុំនាំគ្នាឆ្លោះអីត្រូវធ្វើផ្លូវទៅឃ្លាំងត្រជាក់សិនបើឡានដឹកទំនិញត្រជាក់ចូលមិនរួចទូផ្លែឈើល្អយ៉ាងណាក៏ត្រូវរលួយក្នុងឃ្លាំងដែរពួកអ្នកធ្លាប់គិតទេថាហេតុអ្វីបានជាគេផ្ដល់លុយនេះមកឲ្យពួកយើងក្នុងស្រុកយើងមានភូមិរាប់មិនអស់ចុះហេតុអ្វីបានជាភូមិលីងជាត្រូវបានគេជ្រើសរើសជាភូមិគំរូទៅវិញខ្ញុំប្រាប់ឲ្យដឹងថាហេតុអ្វីព្រោះលីនយួនបានសាងសង់ស្ពានព្រោះឡានដឹកទំនិញត្រជាក់អាចចូលបានហើយព្រោះផ្លែឈើរីភូមិយើងលក់ដាច់ដល់ក្នុងទីក្រុងខេត្តឯណោះក្រុមវិតម្លៃបានមកចុះត្រួតពិនិត្យកាលពីខែមុនគេបានមើលឃ្លាំងត្រជាក់មើលបន្ទប់ផ្សាយផ្ទាល់លក់ទំនិញតាមអនឡាញនិងមើលប្រព័ន្ធទូទាត់ថ្លៃសេវានៅលើស្ពានទៀតផងពេលគេត្រឡប់ទៅវិញគេបាននិយាយមួយឃ្លាថាភូមិមួយនេះគឺចេះរកផ្លូវដើរដោយខ្លួនឯង
ចុះបើការនោះលីងយួនមិនត្រឡប់មកវិញបើគេមិនមកវិញគ្មានស្ពានគ្មានខ្សែសង្វាក់ត្រជាក់គ្មានការលក់តាមអនឡាញផ្លែឈើរៃលួយក្នុងដីផ្លែស្បឺរៃលួយក្នុងឡានបើក្រុមវីតម្លៃមកឃើញតែផ្លូវភក់និងផ្លែឈើលួយតើអ្នកគិតថាគេនឹងឲ្យយើងជាប់ជាភូមិគំរូដែរឬទេការដែលគាត់រស់រើស្ពានខ្ញុំធ្លាប់ជាគាត់ដែរថាគាត់យកលុយ20,000ទៅចោលក្នុងទឹកមិនឃើញមានប្រយោជន៍អ្វីសោះខ្ញុំស្ដាប់អត់ឬទេខ្ញុំក៏ជឿដែរខ្ញុំថាគាត់ចិត្តអាក្រក់ណាស់រស់រើចោលក៏មិនឲ្យពួកយើងចំណេញដែរខ្ញុំធ្លាប់ទៅឈរនៅមុខផ្ទះគាត់ពីរដងហើយពេលដែល Chen Xiu នាំគេស្រែកឲ្យចែកលុយខ្ញុំអត់បានមាត់កអ្វីទេខ្ញុំគិតថាចែកលុយគ្នាក៏ល្អដែរឥឡូវពួកឯងទើបដឹងខ្លួនថាស្ដាយក្រោយមែនទេកាលពីគាត់សាងសង់ស្ពានទី1គាត់ចំណាយលុយខ្លួនឯងសិតសាតមិនឲ្យភូមិយើងចេញសំបីតែមួយសេនពួកឯងមានអ្នកណាធ្លាប់និយាយពីអរគុណទេមានអ្នកណាធ្លាប់លើកទឹកមួយកែវឲ្យគាត់មានអ្នកណាហ៊ានចេញមុខនិយាយរកយុទ្ធធម៌ពេលដែលគេធាក់ទ្វារផ្ទះគាត់ខ្ញុំជំពាក់លេងយួនមួយស្ពានជំពាក់ភូមិយើងមួយស្ពានខ្ញុំស្នើឲ្យយើងសាងសង់ផ្ទាំងសាលាគុណធម៌ឲ្យលេងយួនត្រូវតែធ្វើឲ្យបានចុះលើផ្ទាំងសាលានោះត្រូវសរសេរអ្វីសរសេររឿងរ៉ាវដែលគាត់សាងសង់ស្ពានរុះរើស្ពានហើយសាងសង់ស្ពានឡើងវិញដើម្បីឲ្យកូនចៅភូមិលេងជំនាន់ក្រោយដឹងថាស្ពាននេះកើតឡើងមកដោយរបៀបណាដាក់ផ្ទាំងសាលានៅក្បាលស្ពានឲ្យបែរមុខទៅរកដីគោកហើយក្នុងបែរទៅរកទឹកអ្នកណាមកក៏ឃើញដែរអ្នកណាឆ្លងស្ពានក៏ត្រូវតែមើលផ្ទាំងសាលានេះសិនអ្នកណាឯកភាពមកចុះហត្ថលេខាឲ្យផ្តិតមេដៃមកការនោះអ្នកខឹងខ្លាំងពេកក៏រុះរើស្ពានចោលខ្ញុំស្មានតែមេឃរលំទៅហើយបាក់ហើយមិននឹកស្មានថាអាចរុះរើចេញមកបានស្ពានថ្មីមួយសោះពេលដែលខ្ញុំរុះរើស្ពាននេះខ្ញុំធ្លាប់និយាយហើយថាបើចិត្តមនុស្សខូចហើយទោះបីជាផ្លូវល្អយ៉ាងណាក៏គ្មានប្រយោជន៍ដែរឥឡូវផ្លូវបើកហើយចិត្តមនុស្សក៏បើកដែរផ្ទាំងថ្មនេះមិនមែនសម្រាប់ខ្ញុំទេគឺសម្រាប់មនុស្សគ្រប់គ្នាដើម្បីរំលឹកពួកគេថាស្ពាននេះកើតឡើងដោយរបៀបណាបាត់បង់ទៅវិញដោយរបៀបណាហើយចុងក្រោយត្រឡប់មកវិញដោយរបៀបណាលោកចិនលោកមកបោះសម្អាតរាល់ថ្ងៃបែបនេះវាមិនមែនជារឿងធំដុំអ្វីទេទុកឲ្យវាស្អាតបាត់ទៅផ្លូវនេះគឺលីងយួនជាអ្នកជួសជុលផ្ទាំងថ្មនេះក៏ជាអ្វីដែលគាត់គួរតែទទួលបានដែរអ្វីដែលខ្ញុំអាចធ្វើបានគឺនៅសល់តែអំបោះនេះមួយប៉ុណ្ណោះកន្លែងនេះហុងស៊ុយល្អណាស់មានទាំងទេសភាពមានទាំងស្ពានហើយនៅជាប់ផ្លូវធំទៀតដាក់តម្លៃមកខ្ញុំយកដីនេះហើយតាមបណ្ដោយមាត់ទន្លេ200ហិកតាខ្ញុំនឹងធ្វើជាវិឡាសម្រាប់លំហែកាយស្ពាននេះគឺលោកលីនយួនជាអ្នកសាងសង់ហើយផ្ទាំងថ្មនេះគឺអ្នកភូមិទាំងមូលជាអ្នកតាំងឡើងមិនលក់ទេលោកមេភូមិយើងមានលិខិតអនុញ្ញាតត្រឹមត្រូវដីនេះស្ថិតក្នុងតំបន់ដែលអាចអភិវឌ្ឍបានបើអ្នកមិនលក់ទេយើងនឹងប្រើនីតិវិធីដកហូតដីពេលនោះប្រាក់សំណងនឹងមិនបានច្រើនបែបនេះទេចុះប្រាក់សំណងបានប៉ុន្មានដែរ1ម៉ែត្រការ៉េ2000ផ្ទះចាស់របស់អ្នកនេះយ៉ាងច្រើនបានត្រឹមតែបង្គន់មួយនៅឯក្នុងក្រុងប៉ុណ្ណោះ2000អ្នកកំពុងមើលងាយខ្ញុំដូចសុំទានមែនទេបើគិតថាតិចចឹងយើងធ្វើតាមនីតិវិធីទៅដល់ពេលគ្រឿងចាក់ឈូសឆាយចូលមកដល់គុំមកស្ដាយក្រោយឲ្យសោះអ្នកណាហ៊ានប៉ះស្ពានភូមិយើងប៉ះអ្នកមានគុណរបស់យើងត្រូវដើរជន់លើសាកសពចាស់ដូចពួកយើងសិនលោកតាអាយុច្រើនហើយចាំបាច់ត្រូវតឹងតែងម្លេះឆ្អឹងលោកតានឹងគ្រឿងចាក់ឈូសឆាយតែបន្តិចគឺបាក់ខ្ទេចអស់ហើយស្ដាប់ឲ្យច្បាស់ណាឈ្មោះដែលចារលើផ្ទាំងថ្មនេះមិនមែនជារបស់មនុស្សម្នាក់ទេគឺជារបស់គ្រួសារទាំង67គ្រួសារគ្រប់គ្រួសារទាំងអស់បានផ្តិតមេដៃពណ៌ក្រហមគ្រប់គ្រួសារទាំងអស់បានយកជីវិតមកដាក់លើស្ពាននេះការរុះរើផ្ទាំងថ្មនេះគឺដូចជាការដកស្គលរបស់យើងអញ្ចឹងការរុះរើស្ពានដែលយើងខំអង្វរគេឲ្យសាងសង់គឺដូចជាការជន់ឈ្លីមុខមាត់គ្រួសារទាំង67របស់យើងពួកអ្នកកំពុងតែជួបជុំគ្នាដោយខុសច្បាប់ហើយខាភូមិនេះជាភូមិគំរូមានថវិកាពិសេសសម្រាប់ការពារក្នុងឯកសារអនុម័តមិនបានសរសេរអញ្ចឹងផងយកច្រឡំហើយថ្ងៃនេះគ្រាន់តែមកមើលទីតាំងបន្តិចបន្តួចទេមួយជីវិតនេះខ្ញុំបានធ្វើរឿងខុសច្រើនណាស់តែរឿងមួយនេះទីបំផុតខ្ញុំធ្វើបានត្រឹមត្រូវហើយប៉ាឲ្យស្ពានប្រែជាពណ៌មាសហើយនឹងហើយវាខុសពីពណ៌ស្ពានដែលប៉ាធ្លាប់សាងសង់កាលពីមុនលោកលីនថ្ងៃនេះឈើរេឡានចុងក្រោយគេដឹកទៅទីក្រុងអស់ហើយខាងផ្សារទំនើបគេរំអុក3ដងហើយខាងអនឡាញគេក៏ម៉ង500កញ្ចប់ទៀតភាគលាផ្ទះលោកនឹងទូទាត់ចុងខែនេះច្រើនជាងខែមុន20000ទៀតកាលនោះកូនខឹងខ្លាំងពេកក៏រុះរើស្ពានចោលប៉ានឹកស្មានថាផ្ទៃមេឃរលំទៅហើយមិននឹកស្មានថាការរុះរើនោះបែរជាបើកផ្លូវថ្មីទៅវិញមុននឹងរុះរើស្ពានប៉ាធ្លាប់ប្រាប់កូនថាបើចិត្តមនុស្សខូចហើយទោះធ្វើផ្លូវល្អយ៉ាងណាក៏អត់ប្រយោជន៍ដែរប៉ាចុះឥឡូវវិញយ៉ាងម៉េចដែរស្ពានគ្រាន់តែជាឧបករណ៍ប៉ុណ្ណោះស្ពាននៅក្នុងចិត្តមនុស្សទេដែលពិបាកជួសជុលបំផុតសំណាងហើយដែលចុងក្រោយយើងទាំងពីរអ្នកជួសជុលវាបានអ្នកយកផ្លែឈើរីនៅទីនេះផ្អែមដល់ក្នុងចិត្តតែម្ដងពីមុនមកភូមិអ្នកងឹតឈឹងតែម្ដងតែឥឡូវដូចគេមកបុណ្យអញ្ចឹងស្ពានបើកហើយមនុស្សក៏ច្រើនជីវភាពក៏ល្អប្រសើរពីមុនមេឃងឹតភ្លាមចូលគេងបាត់តែឥឡូវយប់ឡើងនៅមានគេមកញ៉ាំសាច់អាំងទៀត
ខាងលើនឹងជាអីគេស្ពានទី1នឹងគឺយកថ្លៃសិក្សារបស់អ្នកទៅជួសជុលនឹងឯងត្រឡប់ទៅផ្ទះវិញលោកលីនខ្ញុំចង់ដាក់គម្រោងមួយខ្ញុំចង់យកប្រាក់ខែដំបូងរបស់ខ្ញុំជូនអ្នកភូមិទាំងអស់ឆ្លងស្ពានសម្បត្តិស្ពានខ្ញុំទិញអស់ហើយលោកលីនខ្ញុំចង់ដាក់សំណើគម្រោងមួយខ្ញុំចង់យកប្រាក់ខែដំបូងរបស់ខ្ញុំទៅទិញសម្បត្តិឆ្លងស្ពានជូនអ្នកភូមិទាំងអស់គ្នាខ្ញុំទិញរួចរាល់អស់ហើយអ្នកភូមិម្នាក់ទទួលបានសម្បត្តិមួយសន្លឹកជាសម្បត្តិអេឡិចត្រូនិកខ្ញុំនឹងផ្ញើខលកូដទៅក្នុងទូរស័ព្ទរបស់ពួកគេម្នាក់ប្រាក់ខែដំបូងរបស់ឯងបានប៉ុន្មានដែរ5000យន្តសម្បត្តិឆ្លងស្ពានតម្លៃ1យន្តក្នុងមួយសន្លឹកមាន67គ្រួសារម្នាក់មួយសន្លឹកគឺគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ពេញមួយឆ្នាំលុយដែលសល់ខ្ញុំចង់រៀបចំអាហារជូនចាស់ក្នុងភូមិដោយដាក់ទៅនៅមុខទ្វារដែលប៉ាខ្ញុំធ្លាប់ធាក់បើកាលពីមុនប៉ារបស់ឯងដឹងទេថាឯងមកដាក់សំណើនេះប៉ាខ្ញុំនិយាយថាអ្វីដែលគាត់ជំពាក់គេកាលពីមុនគឺឲ្យខ្ញុំសងជំនួសគាត់ទោះបីវានៅឆ្ងាយពីការសងគ្រប់គ្រាន់ក៏ដោយតែយ៉ាងហោចណាស់ក៏ត្រូវតែចាប់ផ្ដើមដែរទៅណាហៅប៉ារបស់ឯងមកយប់នេះយើងត្រូវតែផឹកឲ្យស្រវឹងទើបឈប់សម្បត្តិឆ្លងស្ពានម្នាក់មួយសន្លឹកមានខខូតនៅលើនោះស្កេងហើយគឺប្រើបានពេញមួយជីវិតលើកក្រោយឆ្លងស្ពានមិនបាច់ចំណាយលុយមួយយន្តទៀតទេប្រាក់ខែដំបូងរបស់ឯងយកមកទិញអានឹងទាំងអស់មែនទេបាទ5000យន្តសម្បត្តិមួយយន្តមួយសន្លឹក67គ្រួសារប្រើបានមួយឆ្នាំចំណែកដែលនៅសល់ទុកឲ្យចាស់ញ៉ាំទៅពូឈិនស្រានេះនៅសល់កន្លះ10ទៀតថ្ងៃនេះត្រូវតែផឹកឲ្យអស់ឈិនយួនលើកមុនខ្ញុំប្រាប់ឯងថាស្រានេះមិនស័ក្តិសមនឹងឯងទេថ្ងៃនេះខ្ញុំនៅតែគិតថាស្រានេះមិនស័ក្តិសមនឹងឯងដដែលតែខ្ញុំសូមគោរពឯងគោរពដែលឯងសាងស្ពានគោរពដែលឯងរុះរើស្ពានហើយកាន់តែគោរពឯងដែលព្រមត្រឡប់មកសាងស្ពានថ្មីមួយទៀតពូឈិនរឿងកន្លងមកទុកឲ្យវាទៅតាមកែវស្រានេះចុះផឹកហើយគឺចប់ហើយតែមេរៀនត្រូវចងចាំមួយជីវិតហើយស្ពានក៏ត្រូវតែថែរក្សាឲ្យបានមួយជីវិតដែរមកទាំងអស់គ្នាផឹកឲ្យអស់កែវនេះស្ពានទី1សាងឡើងលើទន្លេស្ពានទី2សាងឡើងក្នុងភូមិឯស្ពានទី3គឺសាងឡើងក្នុងចិត្តមនុស្សប៉ាកូនក៏ចង់សាងស្ពានដែរ